ការរៀបចំប្រព័ន្ធឆក់សូឡាខ្សែឆក់ធ្វើយ៉ាងណាឲ្យប៉ះនឹងបកគោផ្ទាល់ឬក៏មានស្មៅអីខាងក្រោមច្រូតចេញឲ្យអស់ណាបងប្អូនដើម្បីឲ្យឆក់ល្អនេះមានវីអីនឹងទ្របហើយនេះគឺជាឧបករណ៍ឆក់សូឡាវាមានពណ៌ក្រហមពណ៌ខ្មៅអញ្ចឹងវាម៉ាស់របស់វានឹងដាក់ទៅក្នុងឈុតនឹងមួយសេតហើយទៅដល់គ្រាន់តែយើងដាក់ប្រើតែម្ដងទេបងប្អូននេះបងប្អូនពណ៌ក្រហមយើងភ្ជាប់វាមកងាយដំឡើងមែនទែនបងប្អូនណាអត់ពិបាកទេហើយពណ៌ខ្មៅនេះបងប្អូនណាពណ៌ខ្មៅយើងដាក់ពណ៌ត្រចេកនេះពណ៌ខ្មៅទៅកាប់ពណ៌ត្រចេកហ្នឹងណាបងប្អូនហើយយើងយកខ្សែភ្លើងក៏បានដែរមិនបាច់ចាំតែកាប់ក៏បានដែរអត់ប្រកាន់ទេបងប្អូនណានេះយើងភ្ជាប់បែបនេះមកបន្ទាប់មកសូឡាយើងដាក់ឲ្យចំពលឺថ្ងៃដើម្បីសាកថ្មព្រោះថ្មវានៅក្នុងនឹងហើយមានម៉ាស់ដីយើងយកដែកដំដែកគោលក៏បានដែកមួយទឹកពីរទឹកប្រវែងណាដំចូលក្នុងដីទៅហើយពណ៌ខ្មៅយើងចាប់នឹងដែកដែលយើងដំនឹងនេះបងហ្នឹងចាប់ដែកនឹងមកដែកអីក៏បានដែរណាបងប្អូនឲ្យតែដែកក្រហមនេះបងប្អូនក្រហមចាប់នឹងខ្សែឆក់ដែលយើងតជារបងឆក់នឹងនេះចាប់នឹងខ្សែឆក់មកប៉ាប់នេះបងប្អូនណានេះចាប់បែបហ្នឹងមកណាហើយចាំយើងចុចប៊ូតុងបើកនេះប៊ូតុងក្រហមនេះបិទបើកគឺប៊ូតុងនឹងចុចឲ្យវាចេញភ្លើងពណ៌ត្រចេកនេះមានន័យថាវាកំពុងតែដំណើរការហើយអញ្ចឹងសັບដើរប៉ះមកគឺដឹងតែឆក់តែម្ដងបងប្អូននេះដំណើរការហើយបើលោតក្រហមខាងឆ្វេងដៃមានន័យថាវាកំពុងសាកថ្មណាបងប្អូន